ទោះបីជាដឹងពីលទ្ធផលមិនល្អនៃការប្រៀបធៀបក៏ដោយក៏វាមិនងាយស្រួលនៅក្នុងការបញ្ឈប់ការប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃដែរតើហេតុអ្វីទៅហើយតើត្រូវធ្វើដូចម្តេចមានវិធីសាស្ត្រយ៉ាងណាដើម្បីកុំឲ្យប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃទៀតនេះជាអ្វីដែលអ្នកទាំងអស់គ្នានឹងបានស្វែងយល់នៅក្នុងវីដេអូនៅក្នុងថ្ងៃនេះអ្នកនឹងរៀនអំពីវិធី13យ៉ាងដែលមានប្រសិទ្ធភាពនៅក្នុងការបញ្ឈប់ការប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃមុននឹងចូលទៅកាន់វីដេអូបើសិនបើអ្នកទាំងអស់គ្នាមិនទាន់ជួយ Subscribe នោះទេខ្ញុំសូមពឹងឲ្យអ្នកទាំងអស់គ្នាជួយ Subscribe ដើម្បីទទួលបាននូវវីដេអូលើកទឹកចិត្តនិងចែករំលែកនូវគំនិតជាបន្តទៀតហេតុអ្វីបានជាប្រៀបធៀបខ្លួនឯងនេះជាសំណួរមួយដែលខ្ញុំធ្លាប់សួរខ្លួនឯងដែរមិនថាខ្ញុំព្យាយាមរត់គេចព្យាយាមមិនធ្វើអារម្មណ៍ខ្លួនឯងមិនឲ្យប្រៀបធៀបប៉ុន្មានដងវាតែងតែទាញអារម្មណ៍ខ្ញុំត្រឡប់មកវិញអំពីការប្រៀបធៀបហ្នឹងតើវាមានផលប៉ះពាល់យ៉ាងណាអំពីការប្រៀបធៀបបែបនេះនៅពេលដែលអ្នកប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃជាប្រចាំអ្នកកំពុងតែមើលរំលងឬមិនឲ្យតម្លៃលក្ខណៈពិសេសនិងចំណុចខ្លាំងរបស់ខ្លួនឯងផលប៉ះពាល់សំខាន់បំផុតនៃការប្រៀបធៀបជាប្រចាំគឺការរស់នៅមិនមែនជាខ្លួនឯងការចេះតែប្រៀបធៀបធ្វើឲ្យអ្នករវល់គិតតែពីអ្នកដទៃឬរវល់តែខ្វល់អំពីសម្បកក្រៅដែលធ្វើឲ្យអ្នកភ្លេចគិតអំពីជីវិតខ្លួនឯងអារម្មណ៍មិនល្អភ័យខ្លាចការចំណែនការមិនពេញចិត្តពីជីវិតគឺជាអារម្មណ៍ដែលកើតឡើងញឹកញាប់ជាងគេនៅពេលដែលអ្នកប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃខ្វះកម្លាំងចិត្តការប្រៀបធៀបធ្វើឲ្យអ្នករត់តាមតែរបស់ដែលទាក់ទាញអារម្មណ៍បណ្ដោះអាសន្នដែលធ្វើឲ្យអ្នកភ្លេចគិតអំពីអ្វីដែលអ្នកស្រឡាញ់ពេញចិត្តពិតប្រាកដការរំពឹងទុកខុសពីការពិតការប្រៀបធៀបពិភពខាងក្នុងរបស់អ្នកទៅនឹងអ្វីដែលអ្នកដទៃបានបង្ហាញប្រាប់គេនៅលើ social media នៅលើ platform ជាដើមវាគឺជាការប្រៀបធៀបដ៏ខុសឆ្លាស់ការគោរពខ្លួនឯងទាបអ្នកនឹងតែងតែមានអារម្មណ៍ថាមិនគ្រប់គ្រាន់ព្រោះតែងតែមានអ្នកដែលឆ្លាតជាងអ្នកដែលខ្លាំងជាងអ្នកដែលមានជាងឬជោគជ័យជាងអ្នកបញ្ហាសុខភាពផ្លូវចិត្តចំណុចទាំងអស់ខាងលើបង្កើតឲ្យមានការយល់ខុសពីខ្លួនឯងដែលនាំឲ្យមានការ stress ជាប់រហូតនិងអារម្មណ៍មិននឹងណការប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃជាប្រចាំនាំឲ្យមានការចំណែនអាកប្បកិរិយាអេរិយាបថคล้ายៗមិនពេញចិត្តនៅក្នុងជីវិតផ្ទុយទៅវិញជីវិតដែលរស់នៅបានល្អគឺជាជីវិតដែលជាពេញចិត្តនឹងអ្វីដែលខ្លួនមាន13វិធីដើម្បីបញ្ឈប់ការប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃ1ស្រឡាញ់ការប្រកួតប្រជែងជាមួយខ្លួនឯងការប្រកួតប្រជែងនឹងខ្លួនឯងគឺមើលថាតើថ្ងៃនេះខ្ញុំបានប្រសើរក្រនបាជាងម្សិលមិញហើយឬនៅគិតតែពីការរៀនជំនាញថ្មីធ្វើសកម្មភាពទៅលើគោលដៅរបស់អ្នកនិងថែរក្សាសុខភាពផ្លូវចិត្តរាងកាយស្មារតីនិងទំនាក់ទំនងសង្គមមនុស្សតែម្នាក់ដែលអ្នកគូប្រៀបធៀបជាមួយខ្លួនឯងគឺខ្លួនអ្នកកាលពីម្សិលមិញ2ព្រមទទួលយកនិងរីករាយនៅដំណើរជីវិតរបស់អ្នកមិនអាចបដូរអតីតកាលបានទេប៉ុន្តែអ្នកអាចផ្លាស់ប្ដូរការគិតរបស់អ្នកពេលនេះបានទោះជាយ៉ាងណាក៏ដោយរឿងដែលប្រុងនឹងកើតឡើងវាគង់តែនឹងកើតឡើងការមិនទទួលយកការពិតនឹងនាំឲ្យជីវិតអ្នកអស់កម្លាំងចិត្តនិងមានការខកចិត្តជាខ្លាំងត្រូវចេះទទួលយកការពិតពិបាកមែនទែននៅក្នុងការធ្វើដំណើរឆ្ពោះទៅមុខប្រសិនបើអ្នករវល់តែរិះគន់បន្ទោសស្ដីបន្ទោសឲ្យខ្លួនឯងនិងចងខ្លួនឯងនៅក្នុងសម័យអតីតកាលប៉ុន្តែប្រសិនបើអ្នកទទួលយកថាអ្វីគ្រប់យ៉ាងកើតឡើងដោយមានហេតុផលវិញអ្នកបានព្យាយាមអស់ពីសមត្ថភាពហើយទុកឲ្យធម្មជាតិជាអ្នករៀបរយចុះផ្ទុយទៅវិញស្ថានភាពល្អប្រសើរនឹងកើតមានឡើងគឺនៅពេលដែលអ្នកក្លាយជាមនុស្សដែលចេះកោតសរសើរដឹងគុណចំពោះការលំបាកនិងមេរៀនរបស់ជីវិតខ្លួនឯងហើយនេះល្អជាជាងខ្ជិះខ្ជាយពេលវេលារបស់អ្នកតស៊ូសោកស្ដាយទៅនឹងអតីតកាលសូមប្រើពេលបច្ចុប្បន្ននេះដើម្បីជំរុញអ្នកទៅរកអនាគតល្អប្រសើរជាងនេះជាវិធីសាស្ត្រដែលអ្នកនឹងទទួលបានអំណាចខ្លួនឯងត្រឡប់មកវិញ3បដូររបៀបគិតដោយការស្គាល់ខ្លួនឯងឲ្យកាន់តែច្បាស់ការយល់ដឹងអំពីខ្លួនឯង self awareness ផ្លាស់ប្ដូរអ្វីគ្រប់យ៉ាងអ្នកអាចមានរបស់សឹងគ្រប់យ៉ាងមិនថាលុយឡានវិឡារបស់ប្រើប្រាស់ទំនើបនឹងអាចដើរលេងជុំវិញពិភពលោកអាចឃើញពិភពលោកប៉ុន្តែអ្នកនៅតែមានអារម្មណ៍មិនពេញចិត្តមិនស្កប់ស្កល់នៅក្នុងជីវិតអ្នកដដែលអ្នកនឹងអាចស្វែងរកការពិតនិងអ្វីដែលអ្នកពេញចិត្តបានលុះត្រាតែអ្នកត្រូវចេះព្រមនឹងអ្វីដែលខ្លួនឯងមានពិតប្រាកដអ្វីផ្សេងទៀតពិតជាមិនសំខាន់ទេជាការពិតណាស់អ្នកពិតជាមានតម្រូវការច្រើនសម្រាប់ជីវិតនិងអ្នកពិតជាចង់បានមនុស្សល្អនៅជុំវិញខ្លួនឯងប៉ុន្តែនៅពេលដែលអ្នកតម្រូវការរបស់អ្នកមានសឹងគ្រប់យ៉ាងហើយអ្វីដែលសំខាន់បំផុតគឺការរស់នៅឲ្យស្របទៅនឹងតម្លៃគោលចម្បងហៅថា core values នេះហើយជាមូលហេតុដែលការស្វែងរកខ្លួនឯងការស្គាល់ខ្លួនឯងពិតជាសំខាន់មែនទែន
4ស្វែងរកនៅអ្វីដែលមានតម្លៃដើម្បីនឹងធ្វើវាតើអ្នករស់នៅរាល់ថ្ងៃត្រូវធ្វើអ្វីខ្លះបើសិនបើគ្មានពុបហេតុឬគោលដៅជីវិតផងណាពេលខ្លះយើងចូលចិត្តរត់រោបតែរបស់ដែលបណ្ដាលអាសន្នដែលគ្មានស្ថិរភាពច្បាស់លាស់សូមកុំប្រឹងរំពឹងគិតនិងទទួលចង់បានលទ្ធផលលឿនពេកអ្នកគួរតែព្យាយាមរីករាយពេញចិត្តនៅអ្វីដែលខ្លួនកំពុងធ្វើការងាររបស់អ្នកពេលក្នុងពេលបច្ចុប្បន្នដែលអ្នកកំពុងធ្វើព្យាយាមស្វែងយល់ពីអ្វីដែលអ្នកពូកែនិងអ្វីដែលអ្នកចូលចិត្តក្នុងការធ្វើ 5. ផ្ដោតលើចំណុចខ្លាំងរបស់អ្នកការទទួលស្គាល់និងប្រើប្រាស់នៅចំណុចខ្លាំងរបស់ខ្លួនការដឹងនៅអ្វីដែលជាចំណុចខ្លាំងរបស់ខ្លួននឹងជួយឲ្យអ្នកធ្វើការបានយ៉ាងមានប្រសិទ្ធភាពមានភាពជឿជាក់លើខ្លួនឯងនិងទទួលបាននូវភាពជោគជ័យនេះជាវិធីសាស្ត្រមួយចំនួនដែលខ្ញុំគិតថានឹងជួយឲ្យអ្នកទាំងអស់គ្នារកឃើញនៅចំណុចខ្លាំងរបស់ខ្លួនឯង 1. ជាយាមស្វែងរកឲ្យឃើញនៅសកម្មភាពណាដែលនាំឲ្យអ្នកសប្បាយចិត្តរីករាយរាល់ពេលណាដែលអ្នកធ្វើវា 2. សង្កេតមើលថាតើអ្វីដែលអ្នកគិតឬធ្វើទៅវាមានភាពងាយស្រួលជាងគេដែលហៅថា talent ឬក៏ទេពកោសល្យពីធម្មជាតិនឹង 3. កំណត់ចំណាំតើអ្វីដែលផ្ដល់កម្លាំងចិត្តដល់អ្នកខ្លាំងជាងគេរាល់ពេលដែលអ្នកធ្វើវា 4. ស្វែងយល់ពីសមិទ្ធផលដែលអ្នកបានសម្រេចពីមុន 5. សាកសួរមិត្តជិតស្និទ្ធរបស់យើងនៅពេលដែលអ្នករកឃើញចំណុចខ្លាំងរបស់ខ្លួនឯងហើយចូលរកវិធីសាស្ត្រដើម្បីអភិវឌ្ឍខ្លួនឲ្យកាន់តែរីកចម្រើនខ្លាំងថែមទៀត 6. ស្វែងយល់ថាតើអ្វីខ្លះដែលធ្វើយើងចាប់ផ្ដើមប្រៀបធៀបការកំណត់ឲ្យដឹងពីហេតុគឺសំខាន់ណាស់ដើម្បីទទួលបានការគ្រប់គ្រងឡើងវិញទៅលើអារម្មណ៍របស់យើងកត្តាបង្កជាទូទៅមានដូចជា scroll social media ឃើញជោគជ័យរបស់អ្នកដទៃប្រៀបធៀបរូបរាងនិងភាពទាក់ទាញចំណាប់អារម្មណ៍រវល់តែគិតអំពីទ្រព្យសម្បត្តិអ្នកដទៃសម្លឹងមើលឃើញទំនាក់ទំនងអ្នកដទៃដូចជា perfect ល្អឥតខ្ចោះរវល់តែគិតអំពីការរីកចម្រើនរបស់អ្នកដទៃសម្ពាធសង្គមនិងការធ្វើតាមគេ 7. គ្រប់គ្រងលើកទឹកចិត្តអ្នកដទៃដោយស្មោះត្រង់ជួយអ្នកដទៃនិងលើកទឹកចិត្តពួកគេសកម្មភាពបែបនេះជាសកម្មភាពដែលយើងគ្រប់គ្នាត្រូវតែមានវាជួយពង្រីកទំនាក់ទំនងសង្គមរបស់យើងកាន់តែល្អហើយវាជាទង្វើមួយដ៏ត្រឹមត្រូវផងដែរមិនថានៅក្នុងកលៈទេសៈណានោះទេអ្នកត្រូវតែចេះនិយាយលើកទឹកចិត្តដល់អ្នកដទៃចេញពីបេះដូងព្រោះវាជាទង្វើល្អមួយដែលយើងត្រូវធ្វើនៅក្នុងសង្គម 8. ការឃើញនៅលើ social media បញ្ហាជាមួយ social media គឺអ្នកកំពុងតែប្រៀបធៀបអ្វីដែលគេបង្ហាញដែលគេ post នៅលើ social នៅលើ platform នោះជាមួយនឹងអារម្មណ៍ពិតនិងការខ្វះខាតនៅអ្វីដែលខ្លួនឯងគ្មានដោយមិនដឹងខ្លួនវាហាក់ដូចជាប្រៀបធៀបទូកនិងឡានអញ្ចឹងដែលជាការប្រៀបធៀបខុសគ្នាដាច់ស្រឡះ 9. បង្កើតការជឿជាក់លើខ្លួនឯងដោយហ៊ានដើរចេញពី comfort zone មនុស្សដែលមានភាពជឿជាក់លើខ្លួនឯងមិនដែលមានអារម្មណ៍ត្រូវការប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃនោះទេហើយពួកគេមិនត្រូវទទួលរងនៅសម្ពាធបញ្ហាផ្លូវចិត្តដោយការឃើញនៅភាពជោគជ័យរបស់អ្នកដទៃនោះទេអ្នកត្រូវតែហ៊ានធ្វើអ្វីដែលពិបាកឬអ្វីដែលអ្នកខ្លាចឬអ្វីដែលថ្មីដើម្បីឲ្យអ្នកកាន់តែមានភាពជឿជាក់ជាងមុន 10. ចាំថាគ្មាននរណាល្អឥតខ្ចោះនោះទេដើម្បីបញ្ឈប់ការប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃការទទួលយកការពិតថាគ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេគឺសំខាន់ណាស់បុគ្គលម្នាក់មានចំណុចខ្លាំងនិងលក្ខណៈពិសេសវិជ្ជមានខ្លួនឯងរៀងខ្លួនប៉ុន្តែមនុស្សគ្រប់គ្នាក៏មានបញ្ហាមានចំណុចខ្សោយភាពមិនល្អឥតខ្ចោះនិងការសោកស្ដាយរឿងរ៉ាវបញ្ហារបស់ពួកគេផងដែរគេមានរឿងគេយើងមានរឿងយើងដែលយើងត្រូវដោះស្រាយ 11. ការដឹងគុណការវឹកហាត់អប់រំចិត្តឲ្យចេះដឹងគុណនិងបង្វែរការគិតរបស់អ្នកពីអ្វីដែលអ្នកខ្វះខាតទៅជាការអរគុណចំពោះអ្វីដែលអ្នកមាន 12. ចេះប្រើប្រាស់ការប្រៀបធៀបជាកម្លាំងជំរុញឲ្យខ្លួនឯងកាន់តែរីកចម្រើនដើរតាមផ្លូវជីវិតផ្ទាល់ខ្លួនរបស់អ្នកប៉ុន្តែអ្នកក៏អាចយកអ្នកដទៃធ្វើជាគំរូឬក៏ជាការជំរុញទឹកចិត្ត inspiration បានដែរ 13. ចេះឲ្យតម្លៃអ្នកដទៃឲ្យបានច្រើនជាងអ្វីដែលអ្នកចង់បានមកវិញវាជាគោលការណ៍គំនិតដ៏សាមញ្ញមួយដែលផ្លាស់ប្ដូរចិត្តរបស់អ្នកពីការចង់បានទៅជាការផ្ដល់ឲ្យអ្វីដែលអ្នកត្រូវការធ្វើដើម្បីបញ្ចប់ការប្រៀបធៀបគឺការផ្លាស់ប្ដូររបៀបគិតខ្លួនឯងបន្តិចម្ដងនៅចុងបញ្ចប់វីដេអូនេះខ្ញុំសូមសង្ខេបមកត្រឹម4ចំណុចសំខាន់គឺការរៀនទទួលស្គាល់និងការទទួលយកការពិតត្បិតវាបានកើតឡើងហើយធ្វើសកម្មភាពណាដែលស្របទៅនឹងតម្លៃគោលដៅរបស់អ្នក
ជៀសវាងការខ្ជិះខ្ជាយពេលវេលាឥតប្រយោជន៍តម្លៃជាគោលការណ៍ហៅថា core value និងចំណុចខ្លាំងរបស់អ្នកភាពមិនល្អឥតខ្ចោះគឺជាផ្នែកមួយនៃធម្មជាតិមនុស្សគ្រប់គ្នាមានចំណុចខ្សោយនិងខ្លាំងរៀងៗខ្លួនប៉ុន្តែពេលខ្លះអ្នកឃើញតែផ្នែកល្អរបស់អ្នកដទៃប៉ុណ្ណោះសុខទុក្ខរបស់គេយើងមិនដឹងថាយ៉ាងម៉េចនោះទេដូច្នេះចូលកុំបាក់ទឹកចិត្តអីដែលគ្រាន់តែឃើញនៅអ្វីដែលគេបានបង្ហាញដែលគេបានshowកុំទៅយកចិត្តទុកដាក់អីនាំតែឲ្យអ្នកកើតកូនចិត្តប្រៀបធៀបភ្លាមកុំប្រៀបធៀបជីវិតពិតរបស់អ្នកទៅនឹងអ្វីដែលគេបង្ហាញផ្លាស់ប្ដូរពីអារម្មណ៍ដែលចង់ជោគជ័យចង់បានលឿនពេកទៅជាអារម្មណ៍ដែលពេញចិត្តទៅនឹងដំណាក់កាលនិងដំណើរជំនាញខ្លីៗដែលអ្នកកំពុងតែធ្វើសពថ្ងៃបដូរពីការទទួលទៅជាការផ្ដល់ឲ្យពីការគិតថាខ្វះខាតទៅជាការគិតថាមានគ្រប់គ្រាន់ហើយបដូរពីការប្រកួតប្រជែងទៅជាការជួយគ្នាទៅវិញទៅមកសូមជ្រើសរើសគំនិតមួយពីអត្ថបទនេះហើយអនុវត្តនៅក្នុងរយៈពេល7ថ្ងៃខ្ញុំគិតថាការផ្លាស់ប្ដូរតូចៗនឹងនាំឲ្យមានលទ្ធផលធំៗនៅពេលអនាគត